សួស្តីបងប្អូនសម្រាប់វីដេអូនៅក្នុងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីការស្វែងយល់ពីមុខងារមួយចំនួននៅក្នុងកម្មវិធី VN បាទអញ្ចឹងតើវាល្អប្រើដូចជា CapCut ឬក៏ InShot អត់ក្នុងការកាត់តវីដេអូណាបាទអញ្ចឹងយើងមកដល់ត្រង់ចំណុចនេះនៅពេលដែលយើងបើកកម្មវិធី VN វាមានឲ្យយើងប្រើប្រាស់ tool ជាច្រើនអូខេអញ្ចឹងខ្ញុំនឹងបង្ហាញលម្អិតតែម្ដងពីការស្វែងយល់ពីមុខងារមួយចំនួននៅក្នុងហ្នឹងណាតកតងជាមួយនឹងកន្លែងរូប play នៅខាងលើហ្នឹងគឺយើងចុចទៅលើហ្នឹងមកអញ្ចឹងត្រង់ចំណុចហ្នឹងគឺវាមាន tool ឲ្យយើងប្រើប្រាស់មាន3ទី1តកតងជាមួយនឹងចម្រៀងយើងអាចបន្ថែមចម្រៀងហើយមួយទៀតតកតងជាមួយនឹង effect អញ្ចឹងត្រង់ចំណុច effect នេះបងប្អូនអាចធ្វើការប្រើប្រាស់នៅ effect ជាច្រើនហើយមួយទៀតតកតងជាមួយនឹងការបញ្ចូលសំឡេងហ្នឹងយើងអាចធ្វើការ record ឬក៏បញ្ចូលសំឡេងទៅលើវីដេអូយើងបានណាតកតងជាមួយនឹង sound effect sound effect នេះវាមាន tool ជាច្រើនដែលយើងអាចធ្វើការជ្រើសរើសហើយមុខងារហ្នឹងវាមានទៅតាមប្រភេទនៃ sound effect របស់យើងបាទវាមានច្រើនមែនតើបងប្អូនអាចមើលនៅក្នុងនឹងបានដែលយើងអាចយក sound ហ្នឹងយកទៅប្រើប្រាស់តកតងជាមួយនឹងវីដេអូរបស់យើងណាបាទមួយទៀតបងប្អូនតកតងជាមួយនឹងMy Sound កន្លែង My Sound ហ្នឹងគឺយើងអាចធ្វើការប្រើប្រាស់សំឡេងឬក៏ sound ដែលយើងធ្វើការ download ពីកន្លែងផ្សេងយើងអាចធ្វើការបញ្ចូលនៅក្នុងនឹងបានអញ្ចឹងយើងអាចដាក់ទៅក្នុងវីដេអូយើងបានដូចគ្នាអូខេហ្នឹងតកតងជាមួយនៅមុខងារ sound effect ណាបាទមួយទៀតតកតងជាមួយនឹងអក្សរ T ហ្នឹងត្រង់ចំណុចហ្នឹងគឺយើងអាចធ្វើការសរសេរនៅអក្សរដែលយើងអាចធ្វើការសរសេររៀបរាប់តកតងជាមួយនឹងវីដេអូរបស់យើងទៅសេនៅខាងដើមវីដេអូបងប្អូនអញ្ចឹងកន្លែងដែលយើងអាចទៅសេបានគឺគេដាក់ខាងក្រោមហ្នឹងគេដាក់ថា add a title បាទអញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងមកអូខេហើយបន្ទាប់មកទៀតវានឹងបង្ហាញផ្ទាំងបែបនេះហើយត្រង់ចំណុចនេះគឺយើងអាចធ្វើការផ្លាស់ប្ដូរជាមួយនឹងអក្សររបស់យើងអាចធ្វើការបដូរទីតាំងឲ្យបានដូចគ្នាហើយរបៀបនៃការសរសេរគឺបងប្អូនមើលកាឡោននៅខាងក្រោមអញ្ចឹងត្រង់ចំណុចកន្លោននៅខាងក្រោមហ្នឹងគឺយើងអាចធ្វើការសរសេរអក្សរបានហើយទាំងអក្សរខ្មែរទាំងអក្សរបរទេសអញ្ចឹងត្រង់ចំណុចហ្នឹងបងប្អូនអាចធ្វើការរៀបរាប់ឬក៏សរសេរតកតងជាមួយនឹងវីដេអូរបស់យើងបានអញ្ចឹងណាបាទអូខេអញ្ចឹងនៅពេលដែលយើងធ្វើការសរសេររួចរាល់ហើយយើងអាចធ្វើការគ្រីសដើម្បីយើងកំណត់ឲ្យយកត្រឹមប៉ុណ្ណឹងបាទ VN អូខេបន្តទៅទៀតយើងគ្រីសមកហើយក្នុងតួអក្សរហ្នឹងគឺយើងអាចធ្វើការផ្លាស់ប្ដូរ font ដូចគ្នាហើយតកតងជាមួយនឹងវីដេអូបន្ថែម font នៅក្នុងកម្មវិធីហ្នឹងគឺខ្ញុំប្រាប់នៅវីដេអូបន្ទាប់ចែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងណាអូខេអញ្ចឹងខ្ញុំសម្រេចថាយកត្រឹមប៉ុណ្ណឹងហើយបើសិនជាយើងចង់ធ្វើការដាក់ add font បន្ថែមអញ្ចឹងគ្រាន់តែយើងហ្នឹងមាន font សិនអញ្ចឹងទើបយើងអាចដាក់បន្ថែមទៅលើហ្នឹងណាចឹងខ្ញុំក៏ធ្លាប់បាន download font ដែរប៉ុន្តែអត់ទាន់បាន extra អត់មានន័យថាអត់ទាន់បានពលា font អញ្ចឹងអត់អាច add ចូល font ខ្មែរបានទេអញ្ចឹងបាទអូខេអញ្ចឹងបន្តមកទៀតខ្ញុំនឹងសម្រេចយកត្រឹមប៉ុណ្ណឹងនេះគឺជាអក្សរដែលយើងបានសរសេរបាទ title បានសរសេររួចរាល់ហើយណាបាទហើយតកតងកន្លែង media ហ្នឹងគឺយើងអាចបន្ថែមទាំងរូបភាពទាំងវីដេអូក្នុងការប្រើប្រាស់អញ្ចឹងយើងអាចបន្ថែមវីដេអូបន្ថែមទៅលើវីដេអូរបស់យើងណាបាទអញ្ចឹងនេះយើងអាចធ្វើការទាញយកនៅវីដេអូយើងបានដើម្បីធ្វើការដាក់បន្ថែមទៅលើហ្នឹងបាទយើងគ្រាន់តែ select ទៅលើវីដេអូមកហើយយើងចុចពាក្យថា next មកអញ្ចឹងវីដេអូរបស់យើងនឹងអាចចូលបន្ថែមទៀតហើយអញ្ចឹងយើងវីដេអូរបស់យើងកាន់តែវែងអញ្ចឹងណាហើយក្នុងករណីដែលយើងចង់ទាញនៅវីដេអូរបស់យើងគ្រាន់តែ select ឬក៏ select ទៅលើរូបភាពមកចេញពណ៌បែបហ្នឹងហើយយើងអាចធ្វើការទាញបានហើយគឺអត់ពិបាកអីបងប្អូនណាហើយតកតងជាមួយនឹងការលុបអញ្ចឹងយើងអាចលុបនៅ tool ដែលវាមានស្រាប់បែបនេះឃើញទេបងប្អូនអញ្ចឹងយើងគ្រាន់តែធ្វើការ select ទៅកន្លែងផ្ទាំងខ្មៅហ្នឹងមកយើងអាចចុចពាក្យថា delete នៅខាងក្រោមហ្នឹងបានហើយមួយទៀតតកតងនឹងតួអក្សរដែលយើងបានសរសេររួចរាល់ហ្នឹងបងប្អូនគ្រាន់តែ select ទៅលើហ្នឹងមកហើយយើងអាចធ្វើការបរិចព្រមនៅលើតួអក្សរហ្នឹងឬក៏យើងអាចធ្វើការបដូរពណ៌អីបានដូចគ្នាអញ្ចឹងណាបងប្អូនគឺអត់ពិបាកទេក្នុងការកាត់តវីដេអូបែបហ្នឹងហើយយើងគ្រាន់តែយកដៃ
ចកត់ពីលើនឹងឲ្យជាប់មកហើយយើងបរិចបាទទាញបរិចវាមកអញ្ចឹងតួអក្សរហ្នឹងគឺវារីកធំឬក៏ទូចទៅតាមហ្នឹងហើយហើយតកតងមួយទៀតបងប្អូនហើយមុខងារជាច្រើនដែលមាននៅខាងក្រោមហ្នឹងគឺយើងអាចយកមកប្រើប្រាស់បានក្នុងការកាត់តវីដេអូក្នុងការបំបែកវីដេអូគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកជួបគ្នានៅវីដេអូក្រោយអរគុណ